ទំនាក់ទំនងកម្ពុជានិងអាមេរិកហាក់បង្ហាញពីភាពរឹងមាំជាងមុននៅពេលដែលកម្ពុជាដកពន្ធលើទំនិញអាមេរិកនិងខណៈដែលសហរដ្ឋអាមេរិកដកបម្រាមលើការលក់និងផ្ទេរអាវុធមកកម្ពុជាក្នុងអំឡុងកិច្ចប្រជុំកម្ពុជាអាស៊ានលើកទី47នៅទីក្រុងកូឡាឡាំពួរប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានដើរតួយ៉ាងសំខាន់នៅក្នុងការគាំទ្រដល់កិច្ចព្រមព្រៀងបោះឈប់បាញ់រវាងកម្ពុជានិងថៃលើពីនេះទៅទៀតកម្ពុជាបានយល់ព្រមលុបចោលការយកពន្ធទាំងស្រុងលើផលិតផលអាមេរិករួមមានអាហារផលិតផលកសិកម្មនិងទំនិញឧស្សាហកម្មតើការលុបចោលនៃការយកពន្ធលើទំនិញអាមេរិកនាំចូលមកកម្ពុជាអាចមានផលអវិជ្ជមានដល់ប្រជាពលរដ្ឋកម្ពុជាដែរឬទេលោកជ័យតិចដែលជាអ្នកជំនាញខាងសេដ្ឋកិច្ចយល់ឃើញថាវាមិនជាផលប៉ះពាល់អីធំដុំសម្រាប់កម្ពុជាទេទីមួយទំនិញសហរដ្ឋអាមេរិកគឺហៅទំនិញ premium បាទគឺជាទំនិញដែលថ្លៃបាទដូច្នេះវាមិនប៉ះពាល់ជាមួយនឹងគេហៅថា conflict ជាមួយនឹងកសិកម្មរបស់កម្ពុជានោះទេឬក៏ទំនិញរបស់កម្ពុជាទេបាទហើយទី2គឺมันមានចំនួនច្រើនទេការនាំចូលពីអាមេរិកកន្លងមកនេះគឺមានតិចតួចតែប៉ុណ្ណោះដែលយើងបានពិជ័យគ្នាហើយគឺមិនដល់3%ផងបើនិយាយពីការនាំចូលសរុបតែម្ដងបាទបើធៀបជាមួយនឹងកម្ពុជានាំទៅអាមេរិករហូតដល់97%នោះដូច្នេះវាមិនប៉ះពាល់ដល់ចំណូលពន្ធឬក៏ថវិកាជាតិអីធំដុំទេបាទយ៉ាងណាមិញលោកជ័យតិចក៏បានរំលេចពីឱកាសថ្មីៗរវាងសហរដ្ឋអាមេរិកនិងកម្ពុជាដែលសង្កត់ធ្ងន់ពីកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធបន្ទាប់ពីការហាមឃាត់ការនាំចេញអាវុធពីអាមេរិកត្រូវបានដកចេញទៅវិញគឺសហរដ្ឋអាមេរិកក៏បានធ្វើពង្រឹងនៅកិច្ចសហប្រតិបត្តិការទំនាក់ទំនងជាមួយកម្ពុជាដែរតាមរយៈការបើកលក់នៅអាវុធឲ្យកម្ពុជាឡើងវិញបាទអញ្ចឹងកម្ពុជាបើមានលុយគឺទៅទិញអាវុធរបស់អាមេរិកបាទអាមេរិកនឹងលក់ឲ្យទី2គឺបានបើកធ្វើសម្ពយុទ្ធបាទសម្ពយុទ្ធអង្គរឆ្នាំអង្គរឡើងវិញដែលខកខានប្រមាណ10ឆ្នាំមកហើយនោះហើយទី3គឺផ្ដល់កូតាបន្ថែមក្នុងការឲ្យទៅរៀននៅសាលា West Point សាលាយោធាដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិកល្អប្រសើររវាងកម្ពុជានិងសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក Donald Trump ហើយនឹងក្រោមការដឹកនាំដ៏វៃឆ្លាតរបស់សម្ដេចអធិបតីហ៊ុនម៉ាណែត